ប្រជាពលរដ្ឋ3សហគមន៍គឺបឹងកក់បរិយាកាសនិងថ្មគោលក្នុងរាជធានីភ្នំពេញដែលមានបញ្ហាដីធ្លីក្រោមការអភិវឌ្ឍបានរួមគ្នា3ថ្ងៃមកហើយសរសេរសញ្ញាប្រកាសអាសន្ន SOS នៅលើដីខ្សាច់មុខវិមានសន្តិភាពដើម្បីសូមឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីប្រទេសនានាដែលមកប្រជុំនៅកម្ពុជាជួយជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនរបស់ប្រទេសនីមួយៗជួយដោះស្រាយបញ្ហាដីនិងផ្ទះសម្បែងនិងទាមទារដោះលែងអ្នកស្រីយ៉ងបុប្ផានិងអ្នកស្រីទឹមសមនីជាសកម្មជនតវ៉ាដីធ្លីនៅបឹងកក់កុមារាលួសលីហួរអាយុ8ឆ្នាំជាកូនប្រុសអ្នកស្រីយ៉ងបុប្ផាថ្លែងទាំងទឹកភ្នែកថាគាត់ចូលរួមតវ៉ាដើម្បីសុំឲ្យលោកបារ៉ាក់អូបាម៉ាជួយអន្តរាគមន៍ទៅនាយករដ្ឋមន្ត្រីហ៊ុនសែនដោះលែងម្ដាយគាត់នៅក្រៅឃុំមកពីគាត់ការពីសិទ្ធដើម្បីយកផ្ទះឲ្យខ្ញុំត្រូវគេចោទលោកលួសសខនជាស្វាមីអ្នកស្រីយ៉ងបុប្ផាថ្លែងថាសមត្ថកិច្ចចាប់ភរិយាគាត់ដាក់ពន្ធនាគារមូលបង្កាច់ថាគាត់និងភរិយាប្រើហិង្សាលើអ្នកដទៃព្រោះតែភរិយាគាត់ជាសកម្មជនក្នុងការទាមទារដីនៅតំបន់បឹងកក់អ្នកស្រីកុងចន្ទថាអះអាងថាគាត់ទាមទារដីទំហំជាង12ហិកតាកាត់ពីក្រុមហ៊ុនស៊ូកាគូមកឲ្យប្រជាពលរដ្ឋគឺក្រុមហ៊ុនមិនឲ្យដីគាត់ទេអ្នកស្រីថាការតវ៉ា3ថ្ងៃហើយដែលប្រើសញ្ញា SOSដើម្បីឲ្យលោកបារ៉ាក់អូបាម៉ានិងអ្នកស្រី Hillary Clinton ទទួលយកសំណើប្រជាពលរដ្ឋរងគ្រោះដីធ្លីយកទៅពិចារណាដោះស្រាយជាមួយប្រធានអាស៊ានគឺលោកហ៊ុនសែនតំណាងសហគមន៍ថ្មគោលអ្នកស្រីច្រាយនីមថ្លែងថាគាត់ត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ឃុំច្រើនម៉ោងដោយសារគូសញ្ញា SOS លើដំបូលផ្ទះគាត់ប្រើសញ្ញា SOS នេះព្រោះចង់ឲ្យប្រទេសមហាអំណាចក្រឡេកមើលការរំលោភសិទ្ធិមនុស្សនិងសិទ្ធិដីធ្លីដែលរដ្ឋាភិបាលកម្ពុជាកំពុងតែរំលោភយកហើយបណ្ដេញពលរដ្ឋពីផ្ទះដោយគ្មានសំណងហើយអួតលោកអូបាម៉ាថាបានផ្ដល់កម្មសិទ្ធិដីជូនប្រជាពលរដ្ឋនិងគោរពសិទ្ធិមនុស្សដែលសេចក្តីរាយការណ៍ទាំងអស់នោះផ្ទុយពីការពិតលោកអូបាម៉ានេះជួយអន្តរាគមន៍ខ្ញុំជាបន្ទាន់ពីបញ្ហាដីធ្លីតែប្រឈមនឹងការបណ្ដេញចេញពីសំណាក់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យនិងសាលារាជធានីភ្នំពេញតំណាងសហគមន៍បរិយាកាសអ្នកស្រីជុំងាន់ថ្លែងស្រដៀងគ្នាថាការបណ្ដេញប្រជាពលរដ្ឋពីផ្ទះដោយគ្មានសំណងនាំឲ្យពួកគាត់117គ្រួសារក្រាញតវ៉ាដើម្បីបានផ្ទះរស់នៅក្នុងទីក្រុងទើបប្រើសញ្ញាប្រកាសអាសន្ន SOSព្រោះរាល់ថ្ងៃនេះកំពុងតែជួបប្រទះនឹងអត់ផ្ទះសម្បែងហើយថែមទាំងអត់អាហារញ៉ាំទៀតមន្ត្រីអប់រំច្បាប់សម្រាប់សហគមន៍លោកមឿនដុល្លារដែលឃ្លាំមើលការតវ៉ារបស់សហគមន៍ដីធ្លីបានថ្លែងថាប្រមុខរដ្ឋាភិបាលប្រកាសនៅមុខប្រធានាធិបតីសហរដ្ឋអាមេរិកថាបានគោរពសិទ្ធិមនុស្សនិងបានចែកប្លង់ដីជូនប្រជាពលរដ្ឋដែលមានប្លង់ស្រាប់នៅតាមបណ្ដាខេត្តចំណែកដីទំនាស់នៅតែមិនដោះស្រាយរីឯអ្នករស់នៅក្នុងទីក្រុងរដ្ឋបានដកយកដីគ្នាទៅវិនិយោគហើយបណ្ដោយឲ្យក្រុមហ៊ុនបង់លុយជាថ្នូរចាក់ចេញពីផ្ទះក្នុងតម្លៃថោកមិនអាចឲ្យគ្នាទិញលំនៅបានរស់នៅលោកសូមឲ្យប្រទេសមហាអំណាចចូលរួមប្រជុំអាស៊ានងាកមកដោះស្រាយបញ្ហារំលោភដីធ្លីនិងសិទ្ធិមនុស្សនៅកម្ពុជាអ្នកនាំពាក្យលោកហ៊ុនសែនលោកប្រាក់សុខុនកាលពីយប់ថ្ងៃ19ខែវិច្ឆិកាបានឲ្យដឹងថាលោកហ៊ុនសែនប្រធានអាស៊ានបានជម្រាបជូនលោកអូបាម៉ាថាប្រទេសកម្ពុជាជាគ្រូបង្រៀនប្រទេសភូមាឲ្យកែតម្រង់នយោបាយដើម្បីលើកស្ទួយស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិនយោបាយប៉ុន្តែ4សប្តាហ៍ចុងក្រោយមុនលោកអូបាម៉ាមកកម្ពុជាមានការមួលបង្កាច់ថាកម្ពុជាហាក់ដូចជាសិស្សអាក្រក់ជាងភូមាទៅវិញបញ្ហាដីធ្លីហើយនឹងការបណ្ដេញជាពលរដ្ឋមួយចំនួនចេញពីដីដែលគាត់រស់នៅសម្ដេចតេជោក៏ទទួលស្គាល់ថាមានខ្លះកន្លងទៅដោយសារតែប្រជាជនមួយចំនួនគាត់ទៅរស់នៅដោយខុសច្បាប់នៅលើដីនោះចឹងត្រូវបង្ខំអនុវត្តតាមច្បាប់ត្រូវឲ្យគាត់ចេញនៅគ្រាដែលប្រជាពលរដ្ឋរួមគ្នាផ្ដល់សញ្ញា SOS នៅលើវាលខ្សាច់ប្រមាណ1គីឡូម៉ែត្រពីមុខវិមានសន្តិភាពក្រុមសមត្ថកិច្ចបានឃ្លាំមើលនិងបិទច្រកចេញចូលតំបន់បឹងកក់យ៉ាងប្រុងប្រយ័ត្នប៉ុន្តែគ្មានអំពើហិង្សាកើតឡើងទេនាងខ្ញុំអុកសាយបូរីវិទ្យុ